ជាទូទៅមិនថានៅក្នុងការសិក្សាឬមួយក៏ជីវិតការងារទេខ្ញុំជឿថាទាំងអស់គ្នាប្រហែលជាធ្លាប់មានអារម្មណ៍ដូចខ្ញុំអញ្ចឹងពេលខ្លះយើងប្រឹងប្រែងយ៉ាងខ្លាំងប្រឹងប្រែងរៀនប្រឹងប្រែងក្នុងការធ្វើការប៉ុន្តែមានអារម្មណ៍ថាដូចជាអត់មានអីទៅមុខតតែសោះយើងព្យាយាមជាប្រចាំយើងនៅតែបន្តធ្វើវាពេលខ្លះយើងបដិញ្ញាដាក់កម្លាំងកាយកម្លាំងចិត្តនៅក្នុងការធ្វើវាច្រើនមែនទែនប៉ុន្តែលទ្ធផលវាអត់បានដូចអីដែលយើងរំពឹងទុកតតែសោះជាមួយនឹងអ្វីដែលអត់បានដូចទៅការរំពឹងទុករបស់យើងពេលខ្លះវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាយើងធ្វើដូចគេដែរប៉ុន្តែអត់ទៅមុខនៅតែដដែលស្របពេលដែលមិត្តភ័ក្តិអ្នកដទៃជុំវិញខ្លួនយើងមើលទៅគេដើរដល់ចំណុចមួយទៀតបាត់ហើយបើសិនជាទាំងអស់គ្នាមានអារម្មណ៍បែបនេះថ្ងៃនេះខ្ញុំមានរឿងមួយនៅក្នុងការចែករំលែកជូនទៅកាន់អ្នកទាំងគ្នាអញ្ចឹងរឿងនេះផងដែរគឺតាក់ទងជាមួយនឹងកសិករម្នាក់អញ្ចឹងគាត់បានគ្រាប់ពូជដើមអាស័យណាអញនិយាយបានថាជាគ្រាប់ពូជអាស័យចិនទៅចុះអញ្ចឹងនៅពេលដែលគាត់បានគ្រាប់ពូជនឹងមកជារៀងរាល់ថ្ងៃគាត់បានធ្វើការស្រោចទឹកថែដីបាទជាមួយនឹងគ្រាប់ពូជនឹងជាប្រចាំប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំដូចជាអត់មានអីកើតឡើងតតែសោះអញ្ចឹងអត់មានប្រឡូកត្រួយណាដុះមកទេនៅឆ្នាំទី2គឺនៅតែអត់មានអីកើតឡើងមួយឆ្នាំផុតទៅហើយអត់មានបង្ហាញថាជាលទ្ធផលណាគាត់ប្រសើរសោះចូលដល់ឆ្នាំទី3ដីនៅតែជាដីអត់មានលិចនៅកូនអាស័យអីចេញមកតតែសោះអញ្ចឹងគឺគាត់មានអារម្មណ៍មួយថាមិនចេះ3ឆ្នាំហើយគាត់អត់បោះបង់ទេឆ្នាំទី4គាត់នៅតែបន្តសកម្មភាពដដែលប៉ុន្តែដីគឺនៅតែដីអត់មានអីប្រែប្រួលអញ្ចឹងមនុស្សភាគច្រើនប្រហែលជាបោះបង់តាំងពីឆ្នាំទី1អ្នកខ្លះអាចថាដល់ឆ្នាំទី2អញ្ចឹងទៅឬមួយក៏អ្នកខ្លះទៀតអាចប្រហែលជាត្រឹមឆ្នាំទី3អីបោះប៉ុន្តែបរិសកសិករគាត់នៅតែអត់បោះបង់ចោលទេគាត់នៅតែបន្តស្រោចទឹកគាត់នៅតែមានភាពជឿជាក់អញ្ចឹងពេលមួយហ្នឹងគឺស្រាប់តែលេចនៅរឿងអស្ចារ្យមួយកើតឡើងគឺនៅឆ្នាំទី5ដើមឫស្សីតូចមួយបានលូតត្រួយលាស់ចេញពីដីរយៈពេលត្រឹមតែ6សប្តាហ៍ទេវាលូតលាស់បានរហូតទៅដល់80 feet ដូច្នេះក៏មានសំណួរលេចឡើងថាតើដើមឫស្សីវាពិតជាលូតលាស់80 feet ក្នុងមួយសប្តាហ៍មែនដែរឬទេឬមួយក៏5ឆ្នាំហ្នឹងគឺវាលូតលាស់អស់ហើយត្រឹមប៉ុណ្្នឹងអញ្ចឹងចម្លើយគឺថានៅក្នុងរយៈពេល5ឆ្នាំគឺដើមឫស្សីហ្នឹងវាកំពុងតែបង្កើតប្រព័ន្ធឫសដ៏រឹងមាំរបស់វានៅក្រោមដីមានន័យថាឫសរបស់វាបានលាតសន្ធឹងចាក់ជ្រៅទៅក្នុងដីបើសិនជាអត់មានឫសរឹងមាំទេវាក៏អត់អាចលូតលាស់ខ្ពស់បានដែរបើវាលូតលឿនពេកដោយគ្មានគ្រឹះរឹងមាំវាក៏អត់អាចឈរបានយូរដែរវានឹងដួលរលំជាមួយនឹងចំណុចនេះដែរបើសិនជាយើងប្រៀបធៀបមកជីវិតមនុស្សរបស់យើងពេលខ្លះយើងខំមែនតើប៉ុន្តែយើងមើលឃើញថាអត់មានអីប្រែប្រួលវានៅតែតែប៉ុន្តែពេលខ្លះយើងអត់ដឹងវាអាចថាយើងកំពុងតែលូតលាស់តាមវិធីដែលយើងមើលអត់ឃើញពេលខ្លះយើងអាចកំពុងតែនឹងសន្សំកម្លាំងពេលខ្លះគឺយើងកំពុងតែសន្សំនៅចំណេះដឹងសន្សំនៅបទពិសោធន៍អញ្ចឹងគឺមានន័យថាឫសរបស់អ្នកកំពុងតែដុះលូតលាស់ហើយគ្រាន់តែវាកំពុងតែលូតលាស់តាមវិធីសាស្ត្ររបស់យើងអញ្ចឹងនៅថ្ងៃណាមួយនៅពេលដែលវេលាសមរម្យមកដល់អញ្ចឹងវានឹងបង្ហាញខ្លួនសមត្ថភាពរបស់អ្នកវានឹងលេចឡើងដូច្នេះបើសិនជាថ្ងៃនេះអ្នកមានអារម្មណ៍ថាកំពុងតែអស់សង្ឃឹម
សូមអ្នកចងចាំនៅរឿងដើមឫស្សីចឹងការរីកចម្រើនវាត្រូវការពេលវេលាវាត្រូវការបង្គុំនៅចំណេះដឹងបង្គុំនៅបទពិសោធន៍រឿងតែមួយយ៉ាងឯងកុំបោះបង់ក្តីសុបិនរបស់អ្នកកុំបោះបង់ការខិតខំរបស់អ្នកព្រោះទោះបីជាពេលនេះយើងមិនអាចមើលឃើញវាក៏ដោយប៉ុន្តែអ្នកត្រូវចាំថាឫសរបស់អ្នកគឺកំពុងតែលូតលាស់